សនិកជនក្រឡេកទៅមើលកុំព្យូទ័រ Mac Asus បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មីនៅលើទីផ្សារកម្ពុជាជាមួយនឹងការបំពាក់បច្ចេកវិទ្យាចុងក្រោយជួយដល់អ្នកដែលមានអាជីព Video Editor ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារលោក Lorelao នាយកគ្រប់គ្រងផលិតផលក្រុមហ៊ុន Asus នៅកម្ពុជាបានលើកឡើងថា laptop ស៊េរីថ្មីនេះប្រើបច្ចេកវិទ្យា Wi-Fi 6 ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា Wi-Fi 5 ដល់ទៅ3ដងហើយបច្ចេកវិទ្យានេះផ្ទុកនៅ network កាត់បន្ថយភាពស្ទួតយឺត 75% ជួយដល់ការផ្ទេរវីដេអូ 4K ដែលជួយទៅដល់អ្នកដែលមានអាជីពជា Video Editor ថ្លែងក្នុងពិធីដាក់សម្ពោធតាំងបង្ហាញ Asus VivoBook S531 កាលពីថ្ងៃទី22ខែកញ្ញាឆ្នាំ2019លើកបន្តថាផលិតផលកុំព្យូទ័រយួរដៃ Asus VivoBook S15 ស៊េរីថ្មី S531 នេះគឺត្រូវបានផលិតឡើងជាមួយនឹងសមត្ថភាពកាន់តែអស្ចារ្យជាងមុនដែលវាគឺជា laptop ដំបូងដែលបំពាក់បច្ចេកវិទ្យា Infrared Camera ដែលយើងអាច log in ដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹង Windows Hello ដែលគ្រាន់តែក្រឡេកមើលទៅលើ laptop លើពីនេះ laptop មួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសំឡេងរបស់បច្ចេកវិទ្យា Harman Kardon ដែលផ្ដល់គុណភាពសំឡេងខ្ពស់ល្អបាសបុកខ្លាំងលើសពី laptop ដទៃជាមួយការរចនាបថទំនើបនិងទាន់សម័យជាងមុនរូបរាងស្ដើងស្អាតមានជម្រើសពណ៌ចម្រុះស្អាតស័ក្តិសមនឹងយុវវ័យសម័យថ្មីជាមួយនឹងការ design បាត់រុញឡើងខ្ពស់ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនអមជាមួយនឹងរូបរាងស្ដើងស្រាលងាយស្រួលយកតាមខ្លួនទស្សនិកជនព័ត៌មានសេដ្ឋកិច្ចដែលនាងខ្ញុំបានជំរាបជូនដល់បាញ់មិញនេះចាប់តែប៉ុណ្ណេះជាបន្តទៅទៀតនេះសូមលោកអ្នកតាមដានទស្សនាព័ត៌មានផ្លែៗជាបន្តទៀត